គ្នាឥឡូវនេះគឺមានខ្ញុំទឹកក្នុងទីមួយកន្លែងបងប្អូនឃើញហើយកន្លែងជាផ្លេក្រោមរបស់ផ្លេផ្លេនេះជាផ្លេក្រោមសម្រាប់បបរៃសម្រាប់ឲ្យធ្វើក្មេងអ្នកដែលពេញចាស់នេះម្ដុំហ្នឹងគឺគាត់មកលេងនៅកន្លែងហ្នឹងហើយចាស់របស់នាងខ្ញុំគឺនៅក្នុងបងប្អូនហ្នឹងនៅក្នុងកន្លែងលក់របស់នាងខ្ញុំកន្លែងបុករបស់ខ្ញុំនៅខាងដែរនេះខ្ញុំអារម្មណ៍ទៅមកបងប្អូនទាំងអស់គ្នាទៅកាន់កន្លែងបុកកំប៉ុងរបស់នាងខ្ញុំសាជាថ្មីតោះយើងទៅទាំងអស់គ្នាnáបងប្អូនអរគ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅលើផ្លូវជាតិលេខ3បងប្អូនណាគឺនៅប្រឆាត់នឹងគេហៅថាង70បន្ទាយទៅង70បងប្អូនណាថ្ងៃនេះខ្ញុំចេញវីដេអូបង្ហាញទីតាំងកន្លែងបុកល្ហុងរបស់នាងខ្ញុំឈ្មោះថាពេជ្រមាសបុកល្ហុងដែលមានទីតាំងនៅផ្សារឡូនទីនេះចៅចៅបូរេជានេះបងប្អូនណានេះគឺង70បងប្អូនណាង70បងប្អូនទីមកខាងលើជាតិលេខ3មកខាងង70មកពេលគេទៅរៀនហើយបន្ទាប់មកគេដាក់ខាងនោះគឺទីពេទ្យមករបស់លេខចូលហើយបងតានេះចៅចៅបងប្អូនណាបន្ទាប់មកបងប្អូនមើលខាងឆ្វេងដៃបងប្អូនណាមើលខាងឆ្វេងដៃគឺគេដាក់សាឡូនទីនេះចៅចៅបងប្អូននេះទៅសាឡូនទីនេះចៅចៅបងប្អូនណាវិញបញ្ជាក់ទៅបងប្អូនហើយគឺង70បងប្អូនមើលខាងឆ្វេងដៃគឺសាឡូនទីនេះចៅចៅតោះឥឡូវយើងបន្តដំណើរទៅទាំងអស់គ្នាnáហ៎បងប្អូនអរគ្នាឥឡូវនេះយើងកំពុងតែធ្វើដំណើរចូលតាមច្រកគេដាក់ថាផ្លាកផ្សារឡូនស៊ីធីកោងចៅហើយបងប្អូនចាយើងកំពុងតែតម្រង់ទៅមុខត្រង់តែម្ដងបងប្អូនយើងទៅត្រង់នេះគឺជាផ្លូវបរិយារីចាផ្លូវកាត់បងប្អូនណាហើយយើងយ៉ាងពីគ្នាចូលផ្លូវហ្នឹងក៏បានដែរប៉ុន្តែខ្លាចបងប្អូនវិញបងប្អូនត្រូវចូលតាមវីដេអូរបស់នាងខ្ញុំគឺចូលមុខទៅត្រង់រហូតពីច្រកផ្សារឡូនស៊ីធីកោងចៅហ្នឹងគឺយើងតម្រង់ទៅត្រង់យើងកំពុងតែឈ្មោះទៅត្រង់កិច្ចកលុកកិច្ចអីផងបងប្អូនណានេះខ្ញុំអត់កិច្ចកលុកទេរអារអួលដែរបងប្អូនយើងកិច្ចកលុកហើយយើងបន្តទៅទៀតបងប្អូនណាទៅត្រង់បន្តទៀតមកពីផ្លាកផ្សារហ្នឹងគឺទៅត្រង់បន្ទាប់មកដល់ផ្លូវ3ជា4បងប្អូនណានេះគឺជាផ្លូវ3ជា4យើងក៏បត់ស្ដាំដៃបងប្អូនណាដល់ផ្លូវ3ជា4គឺបត់ស្ដាំដៃទៅឲ្យត្រង់បងប្អូនណាយ៉ារលាក់បន្តិចបងប្អូនអញ្ចឹងវីដេអូនោះក៏រលាក់ដូចគ្នាបងប្អូនអរគ្នានេះហើយគឺទស្សនភាពទីប្រជុំជននៅផ្សារឡូនស៊ីធីទាំងអស់គ្នាដែលគាត់កំពុងតែប្រកបរបរចិញ្ចឹមជីវិតមុខរបររកស៊ីលក់ដូរបងប្អូននេះគេទៅត្រង់ទៀតទៅត្រង់ឲ្យបងប្អូនងាកមើលខាងឆ្វេងដៃបងប្អូនណាបងប្អូនងាកមកខាងឆ្វេងដៃបងប្អូនឃើញហើយនេះផ្សារឡូនស៊ីធីចៅចៅនេះហើយគឺជាតូបចារទេះបុករហុងតូចជូតតែម្ដងបងប្អូនណាគឺតូបបុកល្ហុងពេជ្រមាសបងប្អូនណានេះខ្ញុំធ្វើវីដេអូនេះគឺបញ្ជាក់ពីទីតាំងបាច់ location ទេបងប្អូនគ្រាន់មើលវីដេអូហ្នឹងមកដឹងហើយថាតូបបុកល្ហុងពេជ្រមាសនៅកន្លែងណាបងប្អូនណានេះផ្សារផ្លាកផ្សារឡូនស៊ីធីចំចៅបងប្អូនគឺនៅមុខហ្នឹងតែម្ដងបន្ទាប់ពីដល់ហើយគឺយើងដើរចូលតែម្ដងឥឡូវត្រូវមើលខ្នងខ្ញុំសិនម៉ូយគេច្រើនណាស់បាយឃើញអត់បងស្អាតហ៎បងអូបងចាអ្នកចិត្តខាងដើម្បីអ្នកចិត្តខាង6ខែចាឥឡូវតើយើងចូលទៅអង្គុយទាំងអស់គ្នាយើងកំងបុកល្ហុងញ៉ាំនៅក្នុងពេជ្របុកល្ហុងនេះមិនដឹងថាគេមានអីគេខ្លះទេក្រៅពីបុកល្ហុងបាទយើងរក
ពេកគឺមករំខានបងប្អូនណាវីដេអូនេះគឺវីដេអូរំខានអត់មានថតកម្មវិធីលក់ដូរដាច់អីក៏មិនដាច់ទេបងប្អូនគឺមករំខានអ្នកបុកទៅផ្ទៃពោះ4ខែ5ខែណាបងប្អូនមួយត្រូវការកំងឲ្យតែកូនថ្ងៃខ្ចីហ្នឹងដូរអ្នកបុកហើយណាតែមានទៀតដៃទេបងប្អូនដៃជ្រូកក៏ថាដូចមានតាំងនេះចាបងប្អូននៅក្រៅពីបុកល្ហុងពេញមាសមានដៃជ្រូកបងប្អូនមានបុកមីមានបុកពោតមានញ័រមានភ្លាអញ្ចឹងណាបងប្អូនមួយចានចាប់ពី6000ឡើងទៅបងប្អូនណានេះគឺមីរបស់យើងហើយនេះគឺដៃជ្រូកនៅក្នុងតូបតោះមកយើងមានពោតមានបញ្ចុកមានអីថែមមានទៅបងប្អូនណាស្អាតទេបងក្នុងហ្នឹងមិនស្អាតទេថាហ៎ខ្ញុំដឹងថាស្អាតអូដាក់មីមែនចាំអាចចាប់ក្រៅបានទេបើចាអញ្ចឹងមានការងារធ្វើភ្លាមតាមមកណាចេះអត់ទេបងប្អូនបងខាងខ្ញុំចាប់3កូនហ្នឹងខាងខ្ញុំចាប់3ពាន់ទៀតបងខ្ញុំមិនទេម៉ាមីមកដុំនេះគឺ1000ទៀតបងប្អូនណា3 4នេះ2 3000បងប្អូនខាង3000ណាខ្ញុំចង់3000មួយចាំសិនបងចាំសិនចាំតាមនេះទៀតបងណាហើយអូននេះខាងនេះ2ចានដែរនៅខាងណា2ចានខាងណា3ចានបងប្អូនអត់ឃើញសកម្មភាពរួមមិនហ្វេកទេណាគឺមួយពិតចឹងណាខ្ញុំអត់សូវបានថតបុកល្ហុងទេដើរថតបុកល្ហុងទេបងប្អូនណាជួយប្រមូលបុកល្ហុងមកភ័ក្រអីចឹងទៅបងប្អូននេះខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងរវល់ណាបានរវល់រៀបរវល់ទុករវល់ដាក់ប្រទេសនេះមួយបងប្អូនយើងអាចរកស៊ីបានបងប្អូនណាយើងមានដើមទុនតិចតួចដូចខ្ញុំចឹងដើមទុនចាប់ពី5000ទៅយើងអាចធ្វើបានបងប្អូនណាដើមទុនតិចគឺផុតខ្ញុំនិយាយលេងទេបងប្អូនបើស្អីយើងមានដើមទុនតិចយើងអាចឆ្នៃលម្អតាមគំនិតរបស់យើងតាមការសម័យយើងចឹងទៅដើម្បីយើងយកមកបោកមុខរបរលក់ដូររកស៊ីអញ្ចឹងណាបានណាបងប្អូនចំណាយដើមទុនតិចតួចតែយើងអត់មានទេក៏យើងលក់ដូរតាមនឹងទៅបងប្អូនចាំយើងរកទីតាំងឲ្យត្រូវព្រោះសម័យនេះរៀងពិបាកដែរបើមិនជាយើងរកទីតាំងខុសបើទៅស្ងាត់អត់មានអ្នកហូបពិបាកដែរបងប្អូនណាប៉ុន្តែបើយើងរកស៊ីបងប្អូនទាំងអស់គ្នាមិនថាលក់អីទេថាលក់អាវលក់របស់ញ៉ាំទេបើមិនជាយើងបើកដំបងយើងអត់មានម៉ួយទេណាវាប្រឈមមុខនៅក្នុងការខាតហើយនឹងបាក់ទឹកចិត្តអត់ចង់លក់ដោយសារថាស្ងាត់អត់មានខ្ញុំចូលទេតែបើមិនជាបងប្អូនយើងទៅបងប្អូនសំម៉ូយដូចជាពេជ្រមានបុកល្ហុងហ្នឹងមិនមែនសុកគាត់លក់ព្រាមដាច់ព្រាមទេណាមិនមែនទេណាបងប្អូនគឺគាត់ផ្ដើមចេញពីបងប្អូនស្រីរបស់ខ្ញុំនេះគាត់លក់តែម្នាក់ឯងទេរយៈពេល2ឆ្នាំគាត់សំម៉ូយគាត់ណាហើយក្នុងតម្លៃ6000ឡើងរហូតគាត់តែគាត់អាចទៅបានអាមានបុកល្ហុងធំមានកន្លែងឲ្យម៉ូយអង្គុយដាក់ម៉ូតូអីមួយណាគឺគាត់ប្រើរយៈពេល2ឆ្នាំបានមានម៉ូយមកច្រើនចឹងបងប្អូនណាមិនថារសជាតិមិនថាតម្លៃមិនថាអនាម័យមិនថាទីតាំងគឺយើងត្រូវតែមានឲ្យសមស្របជាមួយគ្នាហ្មងមិនអាចទៅបានប៉ុន្តែផ្ដើមចេញពីចំណុចសូន្យដូចគ្នាបងប្អូនផ្ដើមចេញពីចំណុចសូន្យអញ្ចឹងយើងមានតិចយើងធ្វើតិចអញ្ចឹងបងខ្ញុំប្រមូលគាត់ចំណាយទុនតិចណាអញ្ចឹងទៅគាត់ធ្វើរហូតដល់លើចំណាយធំបងប្អូនណាគឺថាទូធំក្តៅធំបងប្អូនណាបើទៅជាបងប្អូនអត់មានប្រវត្តិទេអាចនឹងលងទឹកហើយចៅទៅមុខទេទូធំក្តៅធំបងប្អូនរបស់គ្នាឥឡូវយើងបន្តទៅទៀតគាត់មកអង្គុយសំដែងសោះណាឥឡូវមកប្រឡាក់សបងរបស់គ្នាឥឡូវខ្ញុំចុះពីខាងលើអាទៀតមកខាងក្រោមវិញហើយដោយសារយើងកំពុងតែអង្គុយរងចាំបងប្អូនដូចគ្នាមិនថាម៉ូយចាស់ម៉ូយថ្មីបងប្អូនបង្កើតចដូនមួយបងប្អូនអីទេបងប្អូនណាមកក្រោយគេគឺត្រូវតែតាមលេខរៀនបងប្អូនខ្ញុំបងបង្កើតបងប្អូនណាមិនថាយើងថតប្រម៉ូទឲ្យឬក៏មិនថតប្រម៉ូទឲ្យទេត្រូវតែអង្គុយចាំតាមលេខរៀងដូចគ្នាខ្ញុំតាមទី100បានហូប99 100ដល់ខ្ញុំហ្មងហើយយើងអង្គុយរងចាំសិនបងប្អូនដោយសារថាយើងអាចទៅប្រជ្រៀតមួយគេបានទេវារៀងចុះទៀតហើយបើសិនជាបងប្អូនអង្គុយចាំនៅខាងបុកល្ហុងពេជ្រមាសហ្នឹងអង្គុយយូរអត់គ្រប់បងប្អូនអាចអេសបានលេងចឹងខ្ញុំនិយាយលេងទេបងប្អូនអាចកំងពីបងអ្នកជិតខាងរបស់ខ្ញុំហូបបានណាមានពងទាកូនមានសាច់អាំងមានអីគ្រប់មុខខាងនេះក៏មានស៊ុបស៊ីមីឆាកាទៀវអីមានគ្រប់ប្រភេទទាំងអស់បងប្អូនអាចហៅយកអង្គុយញ៉ាំទីនេះបានឬមួយក៏អង្គុយទៅខាងនោះអាចកំងបុកល្ហុងពេជ្រមាសអង្គុយខាងនោះក៏បានដែរបងប្អូនហ្នឹងបើសិនយើងអង្គុយចាំយូររៀងមិនយូរធម្មតាយូរលក្ខណៈយូរកន្លះម៉ោងអីចឹងណាបងប្អូនវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេនេះខ្ញុំគ្រាន់តែចង់បង្ហាញ
ពី location តែបងប្អូនតែងតែសួរថាហាងពេជ្រមាសបងហុងនៅមានទីតាំងនៅណាពិបាកទៅរកអត់ឃើញអញ្ចឹងណាឥឡូវនេះខ្ញុំតម្លាក់ location ឲ្យពុកម៉ែបងប្អូនហើយគឺយើងមកពីផ្លូវជាតិលេខ3មកខាងស្ដាំដៃបើយើងជិះមកខាងស្ពានអាកាសចោមចៅនៅខាងស្ដាំដៃគឺង70មើលខាងឆ្វេងដៃគឺយើងមានឃើញខ្លោងទ្វារផ្សារ Lone City ចោមចៅអញ្ចឹងយើងចូលតាមខ្លោងទ្វារនឹងមកឲ្យត្រង់មករហូតដល់ផ្លូវបែកជា4បងប្អូនណាផ្លូវបែកជា4មានស្ដាំមានឆ្វេងមានត្រង់អញ្ចឹងបងប្អូនបាត់មកខាងស្ដាំដៃបុកឲ្យត្រង់មកគឺដល់ហើយនៅខាងឆ្វេងដៃគឺផ្សារ Lone City ចាំចៅពេជ្រមាសបុកហុងគឺនៅមុខនឹងតែម្ដងបងប្អូនណោះហើយនេះខ្ញុំក៏អរគុណសម្រាប់វីដេអូនេះដល់បងប្អូនដែលបានទស្សនាក៏ដូចជាបាន Subscribe Channel YouTube របស់នាងខ្ញុំឈ្មោះថាថ្ងៃសុភតា Show ហើយបើសិនជាមានពាក្យពេចន៍ដែលនាងខ្ញុំនិយាយទៅខុសឆ្គងត្រង់ណាដែលមិនសមមិនគប្បីមិនត្រូវចិត្តបងប្អូនអីនាងខ្ញុំក៏សូមខន្តីអភ័យទោសគ្រប់ជាមុនគ្រប់វីដេអូទាំងអស់ណាអូខេអរគុណបងប្អូននាងខ្ញុំអង្គុយរងចាំតទៀតអូខេ